รองจ้ำมือเพลทจงไพ่เตือบแต่บำปองไซเตียนี้มุนไปอังเวียนี่คือที่อาจกำบังอายุพรัมปี้100 ឆ្នាំในไซเตียเป้กังปิดประกอบเรื่องนี้ชับประดามในឆ្នាំ1860 នៅពេលដែលរាជវង្សឈឹងកំពុងដួលរលំចុងភៅរាជវង្សម្ញាក់នៅក្នុងទីក្រុងហាមខតត្រូវបានបណ្ដេញចេញហើយគាត់បានលេចចេញមកជាមួយនឹងរូបមន្តសម្ងាត់ដ៏គ្រោះថ្នាក់មួយដែលការបង្ហាញវានឹងនាំឲ្យមានទោសប្រហារជីវិតពាណិជ្ជករម្នាក់ឈ្មោះយ៉ាងគួនរ៉េនបានជួចុងភៅនេះឲ្យបើកភោជនីយដ្ឋានមួយឈ្មោះគួនជួយដែរសរសេរដូចជាឈ្មោះផ្លូវនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលមនុស្សសាមញ្ញបានភ្លក់រសជាតិម្ហូបឯធិរាជហើយនេះជាមូលហេតុដែលរូបមន្តនេះល្អឥតខ្ចោះដែលគ្មាននរណាម្នាក់អាចចម្លងវាបានរហូតមកដល់សប្តាហ៍ថ្ងៃនេះវាជារូបមន្តដែលចំណាយពេល400 ឆ្នាំដើម្បីអភិវឌ្ឍនៅក្នុងតុលាការឯធិរាជនេះគឺជាបច្ចេកទេសសំខាន់បំផុតការបំប៉ោងសាច់ទាចុងភៅធឿរុនតូចមួយនៅករបស់ទាហើយបូមខ្យល់រវាងស្បែកនិងសាច់រហូតដល់សាច់ទាហើមឡើងដោយពេងប៉ោងហេតុអ្វីបានជាធឿបែបនេះពីព្រោះនៅពេលអាំងនៅសីតុណ្ហភាព150ទៅ300អង្សាសេស្បែកនឹងคล้ายទៅជាក្រៀមក្រំមិនគួរឲ្យជឿហើយបែកចេញពីសាច់ទាំងស្រុងវាមិនជាប់គ្នាទេវាមិនស្អិតទេនៅពេលអ្នកខាំវាធានាថាក្រៀមឡនឹងឈើដែលប្រើសម្រាប់អាំងក៏មិនធម្មតាដែរពួកគេប្រើឈើផ្លែពែនិងឈើប៉េះដើម្បីបង្កើតផ្សែងផ្អែមនិងក្រអូបដែលជ្រាបចូលទៅក្នុងសាច់ដែលបណ្ដាលឲ្យមានក្លិនក្រអូបផ្លែឈើឆ្ងាញ់គួនជីដែរបានប្រើប្រាស់ឡប្រពៃណីនេះអស់រយៈពេល160 ឆ្នាំមកហើយនៅឆ្នាំ1972ប្រធានាធិបតីនិកស៊ុនបានហោះហើរទៅកាន់ទីក្រុងប៉េកាំងជាលើកដំបូងក្នុងរយៈពេល25 ឆ្នាំក្នុងអំឡុងពេលនៃសង្គ្រាមត្រជាក់រវាងអាមេរិកនិងចិនតែអ្នកដឹងថាអ្វីបានបំបត្តិភាពត្រជាក់រវាងអាមេរិកនិងនិកស៊ុនភ្លាមទាប៉េកាំងពីគួនជីដែរគាត់បាននិយាយថាទានេះបាននាំមកនូវសន្តិភាពច្រើនជាងអ្នកការទូតទាំងអស់រួមគ្នាបន្ទាប់ពីនោះទំនាក់ទំនងរវាងប្រទេសទាំងពីរបានផ្លាស់ប្ដូរជារៀងរហ័សនេះគឺជាម្ហូបដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រពិភពលោកហើយថ្ងៃនេះខ្ញុំកំពុងញ៉ាំវាឥឡូវនេះសម្រាប់ចំណុចសំខាន់វិធីត្រឹមត្រូវក្នុងការញ៉ាំវាដាក់នំ pancake ស្ដើងមួយលាបជាមួយទឹកស៊ីអ៊ីវផ្អែមបន្ថែមស្បែកទាស្រួយៗពីរបីដុំនេះគឺជាគ្រឿងសំខាន់បន្ទាប់មកបន្ថែមសាច់ទាទន់ៗបន្ត្រោះជាមួយខ្ទឹមបារាំងបៃតងនិងត្រសក់សម្រាប់ភាពស្រស់ថ្លារុំវាឲ្យជិតរួចខាំវាទាំងអស់ក្នុងពេលតែមួយកុំញ៉ៃផ្នែកស្រួយៗនិងទន់ចេញពីគ្នាផ្អែមប្រៃនិងស្រស់ស្រាយក្នុងមាត់របស់អ្នកក្នុងពេលតែមួយនេះគឺជាមូលហេតុដែលព្រះចៅអធិរាជត្រូវបានទាក់ទាញអស់រយៈពេល700 ឆ្នាំមកហើយការពិតគួរឲ្យចាប់អារម្មណ៍ថាគួនទ្វីដែរមានប្រព័ន្ធតាមដានសម្រាប់ទានីមួយៗទានីមួយៗមានលេខនៅករបស់វាដែលឲ្យអ្នកជាមុនការភាពចាប់ពីកសិកម្មណាមកនិងវ័យរបស់វានេះគឺជាបច្ចេកវិទ្យា blockchain ពីមុន100 ឆ្នាំមុនប៉ុន្តែយើងមិនចង់ដឹងអំពីអ្វីទាំងអស់អំពីទានីមួយៗដែលយើងញ៉ាំទេមែនទេនេះមិនមែនជាម្ហូបទេវាគឺជាគំនិតឆ្កួតដែលអាចបរិភោគបានភាពអាចកំបាំងនិងប្រវត្តិសាស្ត្រ200 ឆ្នាំទុកវីដេអូឃ្លីបនេះទុកនៅពេលដែលអ្នកទៅដល់កំណត់កុំភ្លេចទៅលេងគួនជួយដែរ